បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្រូវដែលនៅលើដៃរបស់ខ្ញុំនេះគឺជាប្រភេទស្រូវស្រងែលាយឬបងប្អូនខ្លះក៏ហៅថាស្រូវដុះកន្ទុយស្រងែដុះកន្ទុយអីហ្នឹងណាបងប្អូនបាទដែលបងប្អូនប្រកាសជាស្គាល់ច្បាស់ដោយសារតែបច្ចុប្បន្នវត្តមានស្រូវលាយនេះវាកំពុងតែដុះលាយឡំជាមួយនឹងស្រូវពូជសុទ្ធរបស់យើងហើយវាបន្តដុះលូតលាស់កាន់តែច្រើនឡើងពីមួយវគ្គទៅមួយវគ្គជាហេតុធ្វើឲ្យបងប្អូនយើងមានការពិបាកក្នុងការកម្ចាត់ដោយសារតែពូជស្រូវនេះគឺវាធន់នឹងទឹកមិនងាយរលួយទេបងប្អូនគ្រាប់របស់វាទោះជាជ្រុះទៅក្នុងស្រែយើងហើយត្រូវទឹកជំនន់លិច2ខែ3ខែក៏មិនងាយរលួយដែរនៅពេលដែលយើងចាប់ផ្ដើមចុះពូជសុទ្ធវានឹងធ្វើការដុះលូតលាស់ដំណើរគ្នាជាមួយពូជស្រូវសុទ្ធរបស់យើងហើយវាដុះលូតលាស់បានលឿនជាងពូជស្រូវធម្មតារបស់យើងទៅទៀតតាមរយៈវីដេអូដែលខ្ញុំធ្វើឲ្យបងប្អូនមើលនេះគឺឃើញថាពូជស្រូវយើងធម្មតាមិនទាន់ចេញទេប៉ុន្តែដោយឡែកពពួកស្រូវសង្ហែនេះចាប់ផ្ដើមមានអោនដាក់ទឹកដោះខ្លះហើយអញ្ចឹងកាលណាវាអោនមុនស្រូវយើងចេញវាទុំមុនអញ្ចឹងគ្រាប់វាបន្តជ្រុះនៅលើស្រែយើងដដែលវាជាហេតុធ្វើឲ្យវាពូជហ្នឹងនៅតែបន្តមានរហូតណាបងប្អូនបាទហើយកាលពីវីដេអូមុនហ្នឹងខ្ញុំក៏ធ្លាប់បានបង្ហាញបងប្អូនម្ដងហើយអំពីថ្នាំសម្រាប់កម្ចាត់ពូជស្រូវលាយឬពូជស្រងែមិនសុទ្ធនេះតែដោយសារតែបងប្អូនយើងនៅមិនទាន់យល់ច្បាស់អំពីរបៀបប្រើអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូម្ដងទៀតដើម្បីនិយាយបញ្ជាក់ពីរបៀបប្រើប្រាស់សារជាថ្មីដើម្បីឲ្យបងប្អូនងាយស្ដាប់យល់ហើយនឹងងាយយកទៅប្រើទៅមានប្រសិទ្ធភាពបាទអញ្ចឹង10ថ្នាំដែលបងប្អូនកំពុងតែមើលឃើញនេះគឺជាថ្នាំសម្រាប់កម្ចាត់គ្រាប់ស្រូវលាយហ្នឹងហើយបាទដែលវាប្រើសម្រាប់ទៅកម្ចាត់គ្រាប់ស្រូវស្រងែដែលជ្រុះបន្តគ្នាពីមួយវគ្គទៅមួយវគ្គនៅក្នុងស្រែយើងស្រាប់ហ្នឹងណាបងប្អូនគេប្រើវានៅពេលដែលយើងប្រមូលផលរួចពេលដែលយើងច្រូតហើយមានគ្រាប់ដែលវាសេសសល់នៅក្នុងស្រែហ្នឹងជាពេលដែលយើងត្រូវប្រើថ្នាំហ្នឹងដើម្បីបាញ់ទៅកម្ចាត់ពពួកគ្រាប់ស្រូវហ្នឹងហើយដើម្បីកុំឲ្យវាបន្តដុះលូតលាស់ទៅវគ្គក្រោយៗទៀតយើងបាញ់នៅលើដីមានសំណើមឬមានទឹកតិចតួចបងប្អូនក្រោយពេលដែលបាញ់បាន3ថ្ងៃបងប្អូនត្រូវបូមទឹកបញ្ចូលដើម្បីផលិតឲ្យគ្រប់មួយសប្តាហ៍អញ្ចឹងយើងរាប់ពីថ្ងៃបាញ់រហូតដល់ថ្ងៃផលិតមួយសប្តាហ៍គឺវាគ្រប់10ថ្ងៃយើងអាចបង្ហូរទឹកនឹងចេញរួចហើយចុះពូជថ្មីបានហើយឬក៏បងប្អូនចង់បន្តត្រាំវាឲ្យយូររយៈពេលកាន់តែយូរក៏បានដែរអត់បញ្ហាទេតែសំខាន់តិចបំផុតយើងត្រូវត្រាំទឹកចោលមួយអាទិត្យសិនណាហើយនឹងធ្វើការបាញ់ហ្នឹងរាប់ធ្វើម៉េចឲ្យបានមុនថ្ងៃដែលយើងចុះពូជថ្មី10ថ្ងៃឡើងបងប្អូនខ្លះក៏សួរថាម៉េចបានយើងត្រូវចាំដល់រហូតដល់10ថ្ងៃឡើងឬក៏15ថ្ងៃឡើងទៅអាចចុះពូជបានគឺដោយសារតែថ្នាំនេះបើយើងធ្វើការចុះពូជមុនគេណែនាំវាអាចប៉ះពាល់ដល់គ្រាប់ស្រូវសុទ្ធរបស់យើងដែរវាអាចធ្វើឲ្យគ្រាប់ស្រូវសុទ្ធមិនដុះឬក៏ដុះមិនល្អអីចឹងណាបងប្អូនអញ្ចឹងហើយទៅគេណែនាំឲ្យយើងប្រើប្រាស់ក្នុងរយៈពេលកំណត់ត្រឹមត្រូវអត់អាចបខំថាបាញ់ហើយពី3ថ្ងៃយើងអាចទៅធ្វើការវាយដីចុះពូជអីបានទេត្រូវតែធ្វើការតាមការណែនាំរបស់គេដើម្បីទទួលបានប្រសិទ្ធភាពហើយពីមុនយើងអត់ទាន់មានថ្នាំកម្ចាត់ទេឥឡូវយើងមានហើយគ្រាន់តែថាយើងធ្វើឲ្យតាមការដែលគេណែនាំទៅបានមានប្រសិទ្ធភាពទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ជាវថ្នាំយកទៅប្រើប្រាស់បងប្អូនអាចទំនាក់ទំនងមកខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះស្រាប់សេវាផ្ញើជូនបានគ្រប់25ខេត្តក្រុងបាទហើយវីដេអូមានតែប៉ុណ្្នេះទេបាទជួបគ្នាក្នុងវីដេអូក្រោយៗទៀតអរគុណជម្រាបលា